កំភ្លើងធំអាសនលបានត្រឹមស្មើជាមួយនឹង Brentford 1-1នាំឲ្យ Man City មានបន្ទុកគៀកជាមួយនឹង Arsenal បាទខុសគ្នាត្រឹមតែ4បន្ទុកទេបងប្អូនបាទ Arsenal ស្មើជាមួយនេះគឺមាន57បន្ទុក Man City 53ខុសគ្នា4បន្ទុកណែហ៊ានតែ plot ស្មើមកប្រគូទៀតហើយ Man City ឈ្នះទៀតអាហ្នឹងចាញ់ឈ្នះគ្នាតែមួយបន្ទុកទេណាបងប្អូនណាបាទហ៊ានតែ Arsenal plot ចាញ់ប្រគូក្រោយមួយទៀតបាទអញ្ចឹងរឿងមិនសូវស្រួលទេសម្រាប់ Arsenal ខ្ញុំថាបើសិនជាចាញ់គ្រោះថ្នាក់ឥឡូវស្មើក៏គ្រោះថ្នាក់ដែរក៏ប៉ុន្តែគ្រាន់បើជាចាញ់មិនតិចសម្រាប់ក្រុមកំភ្លើងធំ Arsenal យប់មិញនេះ Arsenal ប៉ះជាមួយនឹង Brentford ប៉ះជាមួយនឹង Brentford នៅក្នុងទឹកដី Brentford Arsenal បានមកគ្រាប់មុនបងប្អូនដោយ Noni មិនអ្វីគេក៏ប៉ុន្តែទប់អត់ជាប់នាំឲ្យ Brentford វាយលុកមកវិញបាទសុទ្ធ2ដណ្ដប់ជើងបាទ Brentford ចំគោលដៅ3បានមកគ្រាប់ដែរមកគ្រាប់របស់ Brentford រកបានដោយ Lewis Potter នាទី71នាំឲ្យ Arsenal ខកខានឱកាស3បន្ទុកនៅក្នុងការដាច់ពី Man City ចំនួន6បន្ទុកហ្នឹងគឺអត់បានដាច់6បន្ទុកទេបានដាច់ត្រឹមតែ4បន្ទុកតែប៉ុណ្ណោះនេះគឺជាគ្រោះថ្នាក់មួយសម្រាប់ Arsenal ដែលពិបាកនៅក្នុងការក្លេយកពាន Premier League រដូវកាលថ្មីនេះរងជើងឯកច្រើនណាស់រដូវកាលហ្នឹងគូតែសេរីចេញមកសម្រាប់ Arsenal ផ្លាត់ស្មើជាមួយនឹង Brentford យប់មិញនេះគឺគ្រោះថ្នាក់បន្តិចទៀតបាទសម្រាប់ក្រុម Arsenal យប់មិញនេះលេងប៉ះជាមួយនឹង Brentford ចូលអត់ចុះដែរហ្នឹងបងប្អូនអើយបាទសុទ្ធបានតែ7ជើងចំគោលដៅតែ2ហើយបានមកគ្រាប់ដល់ពេល Brentford ដាក់មកវិញបាន12ជើងចំគោលដៅ3បានមកគ្រាប់ដូចគ្នាបាទគាត់ថាគ្រប់គ្រងបាល់60%ទល់នឹង40% Arsenal គ្រប់គ្រងបាល់60%តែយ៉ាងណាខ្ញុំនៅតែមានអារម្មណ៍ថា Arsenal មិនទាន់សុវត្ថិភាពទេកំពុងតែក្តៅនៅឡើយទេបាទសម្រាប់តំណែងជើងឯក Premier League រដូវកាល2025-2026នេះក៏ព្រោះតែមាន Manchester City មួយដែលមាន53បន្ទុកមិនទាន់តាឆ្ងាយពី Arsenal ប្រមាណទេនៅក្បែរនៅកិតគ្នានឹងឯងនៅក្បែរគ្នាខណៈដែល Aston Villa លេខ3នោះខ្ញុំថាមិនសូវប្រមាណទេបងប្អូន Aston Villa នៅពីក្រោម Arsenal 7បន្ទុកក៏ពិតមែនក៏ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាមានតែ Man City ទេដែលអាចឲ្យ Arsenal ភ័យខ្លាំងបំផុតហើយពេលនេះ Man City នៅពីក្រោម Arsenal ត្រឹមតែ4បន្ទុកតែប៉ុណ្ណោះប្រសិនបើ Man City ឈ្នះប្រកួតក្រោយហើយ Arsenal ចាញ់ប្រកួតក្រោយនោះ Man City ចាញ់ Arsenal ត្រឹមតែ1បន្ទុកទេណាបងប្អូនណាមិនសូវស្រួលទេបាទអត់ទាន់សុវត្ថិភាពអត់ទាន់កក់ក្ដៅទេសម្រាប់ Arsenal អញ្ចឹងត្រូវប្រឹងប្រែងទៀតបាទសប្តាហ៍ទី26គឺត្រូវបានបញ្ចប់ហើយសប្តាហ៍បើយើងរាប់ទៅនៅសល់12ប្រកួតទៀតបងប្អូន12សប្តាហ៍ទៀតនៅឯ Premier League ចាំមើលថា Arsenal អាចលើកពាននេះបានអត់បន្ទាប់ពីខកខាន20ជាងឆ្នាំហើយបាទនិយាយជាមួយទាំងអស់គ្នាបងប្អូនណាបាទ Barcelona ចាញ់ Ed Madrid 4-0 ទួសាច់នៅឯ Copa del Rey វគ្គ Semi Final កាលពីយប់មិញនេះ 4-0 នេះគឺសុទ្ធនៅវគ្គទី1ទាំងអស់ទាំង4គ្រាប់មកសម្រាប់ Atletico Madrid យប់មិញនេះខ្ញុំកត់សម្គាល់ឃើញថាក្រុម Barcelona ហាក់បីដូចជាប្រហែសច្រើនមែនទែនប្រព័ន្ធការពារហាក់បីដូចជាលេងមិនត្រូវជើងគ្នាទេ Atletico មកសុទ្ធចូលសុទ្ធ2ដណ្ដប់ជើងចំគោលដៅ8ចូលបាន4 Barcelona ទួយប់មិញនេះក្នុងនាមជាក្រុមកំពូលតារាងនៅ La Liga ហើយក៏ជាក្រុមដែលឈ្នះជើងឯកច្រើនជាងគេនៅឯ La Liga នៅ Copa del Rey ជាស្រ័យនៅ La Liga គឺ Real ទេច្រើនជាងគេនៅ Copa del Rey Barcelona ជាអធិរាជហើយក៏ប៉ុន្តែយប់មិញនេះទួរបស់ Atletico Madrid Barcelona សុទ្ធបាន14ជើងចំគោលដៅត្រឹមតែ4ទេបាទអត់បានសំបីមកគ្រាប់ហើយ Atletico សុទ្ធបាន12ជើងចំគោលដៅ8ចូលបាន4បើចំគោលដៅឥឡូវបើចំគោលដៅ8បើចូលទាំង8ហ្នឹងមិនខ្មាស់គេធ្ងន់ធ្ងរទេបងប្អូនហើយអូយសាហាវយប់មិញនេះការប្រកួតហ្នឹងក៏កាត់ចាយច្រើនដែរបងប្អូនអើយបាទកាត់ច្រើនមែនទែនបាទកាត់ចាយដល់ទៅ7 8 9ណា9កាត់យប់មិញនេះបាទមានក្រហមមួយទៀតកាត់ក្រហម Barcelona ទទួលបាននៅនាទីទី85គឺ Eric Garcia អញ្ចឹងជើងទី2 Barcelona និងអវត្តមានបាទ Eric Garcia 100%តែហ្មងព្រោះថាទទួលបានកាត់ក្រហមបាទកាត់ក្រហមការប្រកួតជើងទី1នេះ Atletico Madrid ចំណេញដល់ទៅ4គ្រាប់ឯណោះអញ្ចឹងជាទុនមួយនៅក្នុងការប្រកួតនៅជើងទី2នៅឯទឹកដី Barcelona វិញនៅថ្ងៃទី4ខែ3ឆ្នាំ2026ហ្នឹងបាទនៅខែក្រោយថ្ងៃទី4បងប្អូនណាបាទអញ្ចឹងក្រុមរបស់ក្រុម Barcelona ខូចចិត្តមិនស្ទើរទេបាទខូចចិត្តមិនស្ទើរទេចាញ់ច្រើនគ្រាប់ពេកបងប្អូនហើយបាទចូលអត់ចុះជាមួយនឹង Atletico ចូលអត់ចុះទេបិទជិតស្អាតមែនទែនបើមុំជើងក្រោមខណៈដែល Barcelona ជើងក្រោមហាក់បីដូចជាលេងមិនត្រូវជើងគ្នាទេបងប្អូនអើយបាទលេងត្រូវជើងគ្នាទេមក Atletico មកម្ដងគឺភាគរយគឺបានសុទ្ធហើយសុទ្ធភាគច្រើនចំគោលដៅហើយភាគរយចូលក៏ខ្ពស់ទៅទៀតបាទបាសេបើលេងរបៀបអញ្ចឹងតាំងពីដើមរដូវកាលខ្ញុំថាអត់បានឈរលេងទី1នៃ La Liga បងប្អូនបាទយប់មិញនេះគឺប្រព័ន្ធការពារគឺអត់ល្អតែបងប្អូនសហការគ្នាអត់កើតទេបាទអត់កើតនាំឲ្យក្រុម Atletico Madrid ដាក់ 4-0 ទួបាទធ្ងន់បន្តិចហើយសម្រាប់ក្រុមកំពូលតារាង FC Barcelona យើងចាំមើលវគ្គទី2ថាតើ Atletico Madrid ឬក៏ Barcelona ជាអ្នកឡើង Barcelona អាចវាយបកទម្លាក់ Atletico Madrid ពីវគ្គ
semi final នេះចេញពី Copa del Rey បានអត់ចាំមើលបងប្អូនយើងទាំងអស់គ្នាបងប្អូនយើង fan របស់ Barcelona គិតថា Barcelona អាចទម្លាក់ Atletico Madrid នៅជើងទី2បានអត់បងប្អូនសូម comment ខាងក្រោម